រឹងមាំឥឡូវបានឯករាជ្យឥឡូវបានតែជំមើលពេលអ្នកចាស់ទៅនៅពេលអ្នកឈឺអត់មានណានៅក្បែរទៅពេទ្យគេងពេទ្យម្នាក់ឯងអ្នកនឹងយល់អារម្មណ៍មួយនឹងអ្នកនឹងដឹងថាអារម្មណ៍មួយនឹងវាឯកាយ៉ាងណាវាឈឺចាប់យ៉ាងណានេះជាជីវិតនៅជាហ្គេមក្នុងជីវិតនៅពេលដែលអ្នកមានកម្លាំងអ្នករឹងមាំអ្នកអត់អីប៉ុន្តែនៅពេលដែលអ្នកចាស់ទៅអ្នកទទមអ្នកនឹងមានវិបត្តិសារីហេតុនេះស្ត្រីមេម៉ាយស្ត្រីរឹងមាំទាំងឡាយសូមពិចារណា